អាជ្ញាធរខេត្តបាត់ដំបងត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ទឹកភ្លៀងនៅស្រុកសំឡូតគ្រោះទឹកជំនន់ទឹកភ្លៀងនៅស្រុកសំឡូតខេត្តបាត់ដំបងកំពុងបន្តហក់ឡើងឥតឈប់ឈរហើយគ្រោះទឹកជំនន់នេះបណ្ដាលឲ្យលេចផ្លូវស្ពាននិងប៉ះពាល់យ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋស្ថានភាពនៅចំពោះមុខស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានត្រៀមកម្លាំងរួចជាស្រេចក្នុងការអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលាលោកម៉ែនរីមអធិការនគរបាលស្រុកសំឡូតបានប្រាប់នាយកព័ត៌មាននៅរសៀលថ្ងៃទី12កក្កដា2026ថាភូមិមួយចំនួនក្នុងស្រុកសំឡូតកំពុងរងគ្រោះដោយសារតែគ្រោះទឹកជំនន់ទឹកភ្លៀងគ្រោះទឹកជំនន់ទឹកភ្លៀងនេះបានហក់ឡើងយ៉ាងគំហុកតាំងពីព្រឹកម៉ោង6មកម្លេះហើយបានលិចលង់ផ្លូវស្ពាននិងស្រែចម្ការព្រមទាំងរាំងស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលោកបានបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង2រសៀលខែកក្កដាឆ្នាំ2026នេះស្ថានភាពគ្រោះទឹកជំនន់នៅតែបន្តហក់ឡើងដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះសុវត្ថិភាពនិងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋបើទោះបីជាគ្រោះទឹកជំនន់នេះបានហក់ឡើងយ៉ាងលឿនក៏ប៉ុន្តែវានឹងស្រកទៅវិញយ៉ាងលឿនផងដែរប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមនោះនេះជាការគូបញ្ជាក់របស់លោកម៉ែនរីមដោយបន្ថែមថាវាមានប៉ុន្មានតំបន់ទេដែលលិចលង់កន្លែងខ្លះលិចផ្លូវកៅស៊ូត្រឹមជង្គង់ទៅហើយលើពីនេះគ្រោះទឹកជំនន់ទឹកភ្លៀងនេះក៏ប៉ះពាល់ស្រូវដំណាំបន្តិចបន្តួចនិងប៉ះពាល់ស្ពានមួយចំនួនផងដែរហើយមកដល់ឥឡូវនេះភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរចាប់តាំងពីម៉ោង6ព្រឹកម្លេះជុំវិញករណីគ្រោះទឹកភ្លៀងនេះលោកដាញ់អេងប៊ុនច័ន្ទស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាឲ្យអធិការស្រុកនិងវរៈសេនាតូចការពារព្រំដែនគោកក្នុងភូមិសាស្ត្ររងគ្រោះត្រៀមកម្លាំងនិងមធ្យោបាយសម្ភារៈដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលាទន្ទឹមនឹងនេះផងដែរលោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលនៅបណ្ដាស្រុកប៉ែកខាងក្រោមដែលត្រូវទទួលចរន្តទឹកនិងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានត្រៀមលក្ខណៈជាប្រចាំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្រៅពីខេត្តបាត់ដំបងហើយនោះស្រុកមួយចំនួនទៀតនៅខេត្តកោះកុងនិងខេត្តព្រះសីហនុក៏កំពុងរងគ្រោះពីគ្រោះទឹកជំនន់រហ័សនេះផងដែរ